សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមដែលបានជូនដំណឹងនៅថ្ងៃទី4ខែធ្នូនេះបានឲ្យដឹងថាសម្ពាធទាបដែលកាន់នៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឥសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាណ្ដាម៉ាន់និងលើព្រះរាជាណាចក្រកម្ពុជាដែលស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី4ដល់ទី6ខែធ្នូឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 15% ចំណែកឯខេត្តបន្ទាយមានជ័យពុំមានភ្លៀងធ្លាក់នោះទេហើយមានសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់ពីទិសឦសាននិងបូរមានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីតំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺប៉ៃលិនព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% ចំណែកឯខេត្តឧត្តរមានជ័យពុំមានភ្លៀងធ្លាក់នោះទេហើយសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់ពីទិសឦសាននិងបូរមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% សីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់ពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់មធ្យមអបបរមា0ម៉ែត្រ50សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ50សង់ទីម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន